Hello សួស្តីទាំងអស់គ្នាមិនដែរសុខសប្បាយអត់មួយរយៈនេះហើយជីវិតមិនដែរជួបប្រទះបញ្ហាអីខ្លះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបសុខហ្នឹងគឺជារឿងល្អហើយយើងបន្ត enjoy ជាមួយនឹងជីវិតរបស់យើងហើយបើសិនជាឥឡូវនេះអ្នកទាំងអស់គ្នាកំពុងតែមានបញ្ហាពិបាកចិត្តមានបញ្ហាថប់អារម្មណ៍ depression អីផ្សេងៗចង់ឲ្យអ្នកទាំងអស់គ្នាគិតអញ្ចេះនៅពេលដែលយើងកើតមកជីវិតរបស់យើងគឺមកជាកញ្ចប់តែម្ដងគឺមិនមានន័យថាយើងជួបតែរឿងល្អយើងជួបរឿងមិនល្អរឿងសប្បាយចិត្តរឿងកើតទុកអីមកជាមួយគ្នាអញ្ចឹងនៅពេលដែលយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលលំបាកស្ថានភាពមួយដែលមិនសូវមានសេចក្តីសុខចង់ឲ្យអ្នកទាំងអស់គ្នាផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងឲ្យឆ្លងកាត់ផុតនៅរឿងទាំងអស់ហ្នឹងមិញហ្នឹងគឺមេកំពុងភ្លៀងហើយឥឡូវរាំងហើយអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាប្រៀបធៀបជាមួយនឹងដំណើរជីវិតរបស់យើងជាមួយនឹងដំណើរធម្មជាតិថាវាអញ្ចឹងឯងវាមានរឿងពេលខ្លះក៏ភ្លៀងពេលខ្លះក៏រាំងថ្ងៃស្រឡះល្អមេឃស្រឡះល្អហើយពេលខ្លះក៏ភ្លៀងរលឹមស្រិចមេឃខ្មៅមានពពកខ្មៅអីជាដើមអញ្ចឹងជីវិតរបស់យើងវាប្រៀបដូចជាដំណើរធម្មជាតិនៃការភ្លៀងការរាំងនឹងដូចគ្នាណាអញ្ចឹងកុំគិតថាយើងនឹងជួបទុកច្រើនជាងគេយើងពិបាកជាងគេយើងគេហៅថាសំណាងមិនល្អជាងគេឬក៏បរាជ័យជាងគេរហូតណាវាត្រូវតែមានវាជាផ្នែកមួយនៃជីវិតរបស់យើងមានន័យថាយើងជួបសុខហើយយើងត្រូវតែជួបទុកអញ្ចឹងត្រូវឲ្យកម្លាំងចិត្តខ្លួនឯងកុំបោះបង់ចោលខ្លួនឯងហើយធ្វើម៉េចរកវិធីសាស្ត្រដើម្បីរកផ្លូវចេញពីស្ថានភាពដ៏លំបាកមានន័យថាយើងជួបបញ្ហាយើងដោះនឹងតែកុំបោកសរុបថាអូជីវិតយើងនៅពេលដែលយើងជួបរឿងបរាជ័យមួយយើងបោកសរុបថាជីវិតយើងនឹងជួបតែរឿងបរាជ័យហ្មងអញ្ចឹងកុំម៉ៃអញ្ចឹងទាំងអស់មានន័យថាជួបរឿងល្អទទួលយកហើយយើងបន្តធ្វើរឿងល្អនឹងទៀតតែបើសិនជួបរឿងបរាជ័យរឿងមិនល្អអានឹងយើងរកវិធីយើងចង់និយាយថាយើងអាសឹបវាហើយយើងរកវិធីដោះស្រាយអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងឆ្លងកាត់រឿងរ៉ាវអាក្រក់ឬក៏រឿងរ៉ាវដែលមិនសមបំណងទាំងអស់ហ្នឹងវាជួយឲ្យយើងនឹងមានភាពរឹងមាំហើយយើងយល់អំពីដំណើរជីវិតកាន់តែច្បាស់មានន័យថាជីវិតយើងវាអត់សូវមានទុក្ខទេណាកាលណាយើងគិតមិនឃើញថាអាហ្នឹងគឺជាផ្នែកមួយនៃជីវិតរបស់យើងចិត្តតែគិតថាយើងអភ័ព្វយើងសំណាងមិនល្អយើងមានលេសគ្រប់សពបែបយ៉ាងដើម្បីរុញច្រានជីវិតឲ្យយើងទៅធ្លាក់នៅក្នុងរឿងកាន់តែពិបាកជាងមុនអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺជាផ្នែកមួយជួយជំរុញអ្នកទាំងអស់គ្នាឲ្យគិតឡើងវិញថាជីវិតយើងមានតម្លៃណាស់ហើយយើងអត់អាចយកវាមកលេងសើចបានទេយើងអត់អាចបដ ாய் ទៅតាមកម្មតាមប្រេងវាសនាឬក៏ព្រំលិខិតអីទេជីវិតយើងគឺយើងជាអ្នកកំណត់ថាតើវាមានសុខឬក៏វាមានទុក្ខកម្រិតណាអញ្ចឹងណាអញ្ចឹងបើសិនជាយើងមានសិទ្ធិជាម្ចាស់ការក្នុងការសម្រេចជោគវាសនាឬក៏ជីវិតខ្លួនឯងហេតុអីយើងមិនជ្រើសរើសរឿងល្អធ្វើរឿងល្អគិតរឿងល្អឲ្យជីវិតខ្លួនឯងវាបានទទួលនៅរឿងល្អទៅត្រូវទេចាអញ្ចឹងខ្ញុំនៅទីនេះហើយវីដេអូមួយនេះគឺជាមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលកំពុងតែបាក់ទឹកចិត្តហើយស្ថិតនៅក្នុងស្ថានភាពដ៏លំបាកត្រូវចាំថាគ្មាននរណាគេកើតមកមានតែសុខរហូតទេណាជួបរឿងរ៉ាវជាច្រើនដូចគ្នាអ្នកទាំងអស់គ្នាក៏ដូចខ្ញុំក៏ដូចអ្នកទាំងអស់គ្នាគឺត្រូវតែឆ្លងកាត់ដំណើរជីវិតមួយនឹងទាំងអស់គ្នាហើយយើងប្រឹងប្រែងតស៊ូជំនះវាទាំងអស់គ្នាអូខេអញ្ចឹងអរគុណច្រើនបាយបាយជួបគ្នានៅវីដេអូក្រោយ